วิธีទប់ទល់នឹងការគិតអវិជ្ជមានអំពីខ្លួនឯងតើអ្នកធ្លាប់មានអារម្មណ៍ថាសត្រូវដែលធំបំផុតរបស់អ្នកមិនមែនជាអ្នកដទៃប៉ុន្តែគឺជាសម្លេងនៅក្នុងចិត្តរបស់អ្នកផ្ទាល់ដែរឬទេសម្លេងដែលតែងតែខ្សឹបប្រាប់អ្នកថាអ្នកមិនល្អគ្រប់គ្រាន់ទេអ្នកមិនអាចធ្វើវាបានទេឬអ្នកគឺជាមនុស្សបរាជ័យសម្លេងទាំងនេះហើយដែលហៅថាការគិតអវិជ្ជមានអំពីខ្លួនឯងវាប្រៀបដូចជាច្រវាក់ដែលចងជើងអ្នកមិនឲ្យដើរទៅមុខនិងបិទបាំងពន្លឺនៃសមត្ថភាពពិតប្រាកដរបស់អ្នកជំហានដំបូងដើម្បីទប់ទល់នឹងវាគឺអ្នកត្រូវដឹងខ្លួនថាគំនិតរបស់អ្នកមិនមែនជាការពិតទាំងអស់នោះទេនៅពេលដែលគំនិតអាក្រក់ចាប់ផ្ដើមលុកលុយខួរក្បាលរបស់អ្នកសូមកុំតបតជាមួយវាដោយភាពខឹងសម្បាប៉ុន្តែសូមសាកល្បងឈប់មួយផ្លែតរួចសួរខ្លួនឯងថាតើសម្លេងនេះនិយាយការពិតឬវាគ្រាន់តែជានិមិត្តរូបនៃភាពភ័យខ្លាចជាញឹកញាប់យើងតែងតែធ្វើបាបខ្លួនឯងខ្លាំងជាងអ្នកដទៃធ្វើដាក់យើងទៅទៀតយើងរស់នៅក្នុងយុគសម័យដែលការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃកើតឡើងត្រឹមតែមួយចុចលើអេក្រង់ទូរស័ព្ទយើងយកក្រោយឆាកដែលពោពេញដោយភាពហត់នឿយរបស់យើងទៅប្រៀបធៀបនឹងឈុតឆាកដ៏ល្អឥតខ្ចោះរបស់អ្នកដទៃនៅលើបណ្ដាញសង្គមឈប់ធ្វើបែបនេះទៅជីវិតគឺជាការរត់ប្រណាំងជាមួយខ្លួនឯងកាលពីម្សិលមិញមិនមែនជាការប្រកួតប្រជែងដើម្បីយកឈ្នះអ្នកដទៃឡើយម្នាក់មានពេលវេលានៃការរីកស្គុះស្គាយរៀងខ្លួនចូលផ្លាស់ប្ដូររបៀបដែលអ្នកនិយាយទៅកាន់ខ្លួនឯងសាកល្បងគិតមើលបើអ្នកមានមិត្តភក្តិម្នាក់ដែលចាំតែនិយាយបង្អាប់និងជន់ពន្លិចអ្នកគ្រប់ពេលតើអ្នកនៅចង់រាប់អានគេទៀតទេប្រកាសណាស់គឺមិនទេចុះហេតុអ្វីបានជាអ្នកព្រមរាប់អាននិងស្ដាប់សំឡេងអវិជ្ជមាននៅក្នុងខ្លួនឯងទៅវិញចូលរៀនធ្វើជាមិត្តល្អបំផុតរបស់ខ្លួនឯងប្រើពាក្យលើកទឹកចិត្តប្រើពាក្យអរគុណនិងរៀនអត់ឱនឲ្យខ្លួនឯងចំពោះកំហុសឆ្គងដែលបានកន្លងផុតការគិតវិជ្ជមានមិនមែនជាការបោកប្រាស់ខ្លួនឯងថាពិភពលោកនេះគ្មានបញ្ហានោះទេប៉ុន្តែវាគឺជាការជ្រើសរើសពង្រឹងស្មារតីដើម្បីប្រឈមមុខនឹងបញ្ហាចូលរៀនសម្លឹងមើលចំណុចល្អតូចដែលអ្នកសម្រេចបានក្នុងថ្ងៃនេះទោះបីជាគ្រាន់តែជាការក្រោកពីគេងទាន់ពេលឬការបញ្ចប់ការងារតូចមួយក៏ដោយជ័យជំនះតូចទាំងនេះហើយដែលនឹងសន្សំคล้ายជាទំនុកចិត្តដ៏ធំធេងអ្នកមិនមែនកើតមកដើម្បីល្អឥតខ្ចោះនោះទេប៉ុន្តែអ្នកកើតមកដើម្បីរៀនសូត្រនិងរីកចម្រើនកំហុសគឺជាគ្រូដ៏ល្អបំផុតហើយការបរាជ័យគឺជាការហាត់សមហើយការបរាជ័យគឺជាការហាត់សម្រាប់ភាពជោគជ័យចូលផ្ដល់ឱកាសឲ្យខ្លួនឯងបានដកដង្ហើមផ្ដល់ក្តីស្រឡាញ់ឲ្យខ្លួនឯងឲ្យបានច្រើនព្រោះនៅលើโลกនេះគ្មាននរណាម្នាក់អាចមើលថែចិត្តដួងព្រលឹងរបស់អ្នកបានល្អជាងខ្លួនឯងឡើយចូលចាំថាអ្នកមានតម្លៃលើសពីអ្វីដែលអ្នកគិតអ្នកមានកម្លាំងខ្លាំងជាងអ្វីដែលអ្នកមានអារម្មណ៍ចាប់ពីនាទីនេះទៅចូលប្រាប់ខ្លួនឯងថាខ្ញុំសមនឹងទទួលបានក្តីស្រឡាញ់ខ្ញុំសមនឹងទទួលបានការផ្ដល់តម្លៃហើយខ្ញុំនឹងមិនអនុញ្ញាតឲ្យគំនិតអវិជ្ជមានណាមួយមកកំណត់វាសនារបស់ខ្ញុំឡើយចូលដើរទៅមុខដោយភាពជឿជាក់ព្រោះពន្លឺដែលភ្លឺបំផុតគឺចេញពីក្នុងចិត្តដែលមិនបោះបង់ខ្លួនឯង